សួស្តីសម្រាប់ថ្ងៃនេះចង់និយាយពាក់ព័ន្ធមួយរដូវត្រជាក់ជិតមកដល់នៅខែនៅស្រុកជប៉ុននេះខែត្រជាក់ចូលមកដល់ចន្លោះខែពាក់កណ្ដាលខែ10អញ្ចឹងបងប្អូនដែលជាពលករឬក៏សិក្ខាកាមថ្មីដែលគាត់ទៅត្រៀមឡើងមកចន្លោះខែ10 11ត្រៀមអាវត្រជាក់មួយសម្រាប់ឬពីរសម្រាប់ផងព្រោះអីត្រជាក់នៅស្រុកគេបើសិនជាយើងអត់ធ្លាប់យើងពិបាករស់នៅហើយធ្វើការក៏ពិបាកដែរអញ្ចឹងវាត្រជាក់ដូចនៅស្រុកខ្មែរយើងណាព្រោះអីនេះតំបន់ខ្លះបើថាត្រជាក់វាអាចត្រជាក់ធ្លាក់ទឹកកកក៏មានដែរអញ្ចឹងពាក្យថាត្រជាក់ម៉ាត់គឺវាលំបាកតិចហើយណាអញ្ចឹងបងប្អូនដែលត្រៀមឡើងមកជប៉ុនថ្មីកុំភ្លេចត្រៀមខោអាវត្រជាក់ខែសម្រាប់ខែរងាស្រុកជប៉ុនណាអញ្ចឹងមានវីដេអូមានប៉ុណ្្នឹងទេបាយ